ម្សិលមិញទំនេរពេកមិនដឹងធ្វើអីអត់សូវសម្បូរការងារក៏សម្រេចចិត្តថាជិះម៉ូតូចូលទៅក្នុងប្រាសាទនេះដើម្បីរកមើលទំពាំងបាយជូរព្រៃយកមកត្រាំស្រាទុកជុំបិណ្ឌហើយយើងជិះម៉ូតូទៅនេះមានឃើញដើមបេងធំហើយមាននិយាយទៅព្រៃស្ដុកដែរប៉ុន្តែទីបញ្ចប់យើងទៅដល់គោលដៅមួយបេងពណ៌សមានអាបេងយ៉ាងទៀតបេងខ្មៅដល់ទីតាំងដែលមានទំពាំងបាយជូរឲ្យបងប្អូនណានេះរកឃើញហើយនេះដោយតែបងប្អូនបានឃើញអញ្ចឹងនេះសុទ្ធតែទំពាំងបាយជូរមានខ្លះទុំមានខ្លះទប់តែខ្ចីមានខ្លះទៅចេញផ្កាប៉ុន្តែខ្ញុំរកបានច្រើនមែនទែនសិលមិញដូចប៉ះចំកន្លែងវាបានប្រហែលជា10គីឡូនេះបងប្អូនណាសុទ្ធតែទំពាំងបាយជូរព្រៃនេះអូត្រាំស្រាឆ្ងាញ់ណាស់នេះបងប្អូនសតតែទំពាំងបាយជូរដែលខ្ញុំថតឲ្យឃើញនេះបងប្អូនឃើញទេនេះទីនៅទីបំផុតអូច្រើនណាស់បងប្អូនអើយបាទទុំខ្មៅទុំសអស់លីងបងប្អូនអើយបងប្អូនហើយភ្ជុំបិណ្ឌនេះដឹងតែឆ្ងាញ់មកទៀតហើយមើលលទ្ធផលគឺពេញដៃខ្មៅក្រឹបតែម្ដងបានប្រហែលជា10គីឡូបាទអរគុណបងប្អូនទាំងអស់គ្នាទៀតច្រើនណាស់ខ្មៅក្រឹបអូយសច្រើនទៀត